World Cup បើអត់ពូដូមិនល្អមើលមិនចឹងបងប្អូនយើងពេលនេះ FIFA កំពុងតែថ្លឹងថ្លែងអំពីកំហុសរបស់កីឡាករ Ronaldo បន្ទាប់ពីរូបគាត់នឹងបានបង្កកំហុសទៅលើកីឡាកររបស់អៀកឡង់ពេលនេះគឺ FIFA បានពិន័យ3ប្រកួតបើទៅលើកីឡាករ Ronaldo គឺយប់នេះបានជំនួបរវាងក្រុម Portugal បាននឹងក្រុម Almania មួយប្រកួតបាននឹងពីប្រកួតទៀតនៅក្នុងជំនួបបាទដែល Portugal នឹងត្រូវប្រកួត World Cup បងប្អូនយើងមកនៅឆ្នាំក្រោយបាទឯណោះបាទអញ្ចឹងពេលនេះគឺ FIFA កំពុងតែពិចារណាបាទតើគូបន្ថយមកត្រឹមមួយប្រកួតនៅយប់នេះឬក៏បន្តបាទពីប្រកួតទៀតប៉ុន្តែបាទតាមានគិតទៅប្រហែលជាតែមួយប្រកួតគឺបាទសមរម្យឲ្យបងប្អូនយើងបាទប៉ុន្តែកំហុសនេះវាមិនធ្ងន់អីណាស់ណាប្រហែលទេបាទបើថាពូដូបាទគាត់គឺជាបាទ legend មួយសម្រាប់បាល់ទាត់បងប្អូនយើងបាទបើសិនជាបាទគាត់អត់បានបាទចូលប្រកួតបើកឆាក World Cup ទេនោះគឺជារឿងមួយដែលអ្នកគ្រប់ត្រូលគឺបាទសោកស្ដាយបាទខ្លាំងមែនទែនបងប្អូនបាទអញ្ចឹងចំពោះរឿងនេះគឺក្រុមជនជាតិប៉ុកទីហ្កាល់បាទក៏បានបាទប្តឹងដែរបាទទៅ FIFA បងប្អូនយើងប៉ុន្តែសម្រាប់ចម្លើយបាទគឺមិនទាន់ដឹងទេបាទអញ្ចឹងបាទយើងមានតែរងចាំជាបន្តទៀតបាទថាតើ FIFA នេះគឺសម្រេចទៅជាយ៉ាងណាសម្រាប់បាទករណីរបស់កីឡាករ Ronaldo